ចាថ្ងៃនេះដែរខ្ញុំអត់ទៅធ្វើការខ្ញុំរៀនធ្វើពងមាន់ត្រាំទឹកស៊ីអ៊ីវជាលើកទី1ដោយនៅក្នុងនោះខ្ញុំមានពងមាន់ចំនួន10គ្រាប់រួមជាមួយនឹងស្លឹកខ្ទឹមម្ទេសហើយឆ្លៀតពេលខ្ញុំស្ងោរពងមាន់បន្ទាប់ពីទឹកពុះចំនួន5នាទីបន្ទាប់មកខ្ញុំដួសត្រាំជាមួយនឹងទឹកត្រជាក់ដើម្បីងាយស្រួលបកបន្ទាប់ពីយើងត្រាំពងមាន់ហើយខ្ញុំក៏ឆ្លៀតមកហាន់ស្លឹកខ្ទឹមជាមួយនឹងម្ទេសរបស់យើងនេះដែរខ្ញុំមាន2ពណ៌ម្ទេសដៃនាងពណ៌ក្រហមហើយនិងប្រភេទម្ទេសខ្មែររបស់យើងពណ៌អសហើយបន្ទាប់មកទៀតមកខ្ញុំឆ្លៀតធ្វើការបកខ្ទឹមដើម្បីចិតវាជាប្រទេសស្ដើងហើយខ្ញុំក៏បានធ្វើការលីងជាមួយនឹងល្ងសបន្ទាប់មកខ្ញុំលាយជាមួយនឹងទឹកស៊ីអ៊ីវរបស់យើងដែលទឹកស៊ីអ៊ីវនេះបងប្អូនប្រើជាមួយនឹងម៉ែអីក៏បានដែរតែកុំឲ្យមានភាពជូរខ្លាំងពេកហើយផ្អែមខ្លាំងពេកអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតខ្ញុំធ្វើការដាក់ពងមាន់ជាមួយនឹងគ្រឿងផ្សំរបស់យើងដែលមានខ្ទឹមម្ទេសខ្ទឹមសនឹងចូលគ្នាហើយខ្ញុំក៏ដួសជាមួយនឹងទឹកស៊ីអ៊ីវដែលយើងបានលាយគ្រឿងរួចរាល់ហើយទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាបន្ទាប់មកខ្ញុំក៏បានថែមជាមួយនឹងល្ងសដែលខ្ញុំបានលីងរួចរាល់ដាក់បន្ថែមពីលើបន្ថែមហើយយើងធ្វើការត្រាំទុកនៅក្នុងទូទឹកកករយៈពេល48ម៉ោងអាចញ៉ាំបានហើយបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូខ្លីនេះជួបគ្នានៅវីដេអូក្រោយ